នាថ្ងៃសៅរ៍11រោចខែអាសត់ឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី18ខែតុលាឆ្នាំ2025ឯកឧត្តមបណ្ឌិតជរុនថេរវ៉ាតសមាជិកគណៈកម្មាធិការកណ្ដាលអនុប្រធានយុវជនគណៈបកថ្នាក់កណ្ដាលនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណៈបកថ្នាក់កណ្ដាលតំណាងដល់កំពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានយុវជនគណៈបកថ្នាក់កណ្ដាលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានយុវជនគណៈបកប្រជាជនកម្ពុជាក្រសួងទេសចរក្នុងពិធីនោះមានការអញ្ជើញចូលរួមពីឯកឧត្តមហួតហៈសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណៈបកក្រសួងទេសចរឯកឧត្តមអនុប្រធានគណៈប្រចាំការឯកឧត្តមសមាជិកគណៈប្រចាំការឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំគណៈបកយុវជនក្រសួងទេសចរឯកឧត្តមសមាជិកយុវជនគណៈបកថ្នាក់កណ្ដាលនិងសមាជិកសមាជិកាយុវជនគណៈបកសរុបប្រមាណ168រូបបន្ទាប់ពីឯកឧត្តមអនុប្រធានយុវជនគណៈបកអានរបាយការណ៍បូកសរុបរួចមកឯកឧត្តមរិនវិរៈប្រធានផ្នែកចាត់តាំងបានអានសេចក្តីសម្រេចស្តីពីការតែងតាំងឯកឧត្តមតបសុភ័ក្រជាប្រធានយុវជនគណៈបកក្រសួងទេសចរនិងការបដិញ្ញាចិត្តរួចមកឯកឧត្តមបណ្ឌិតកឹមសន្តិភាពក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គមផងដែរជាមួយគ្នានោះឯកឧត្តមហួតហៈសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណៈបកក្រសួងទេសចរក៏បានផ្ដល់នូវមតិផ្ដាំផ្ញើមួយចំនួនដល់សមាជិកសមាជិកាជាយុវជនក្រសួងទេសចរថ្លែងក្នុងពិធីនោះដែរឯកឧត្តមបណ្ឌិតជរុនថេរវ៉ាតក៏បានចែករំលែកនៅចំណេះដឹងមួយចំនួនពាក់ព័ន្ធនឹងប្រវត្តិសកម្មភាពស្នាដៃសមិទ្ធផលនិងគុណូបការៈរបស់គណៈបកចំពោះជាតិនិងប្រជាជនចាប់តាំងពីថ្ងៃចាប់បដិសន្ធិឆ្នាំ1951ជាពិសេសក្នុងរយៈពេល46ឆ្នាំកន្លងមកនេះគិតចាប់តាំងពីថ្ងៃរំដោះ7មករាឆ្នាំ1979រហូតមកដល់បច្ចុប្បន្ននេះឯកឧត្តមបណ្ឌិតបន្តថាស្ថិតក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងមានសត្រូវឈ្លានពានទឹកដីក្នុងនាមយុវជនគណៈបកប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសបានធ្វើការប្រកាសនិងបញ្ជាក់ជំហរសារជាថ្មីម្ដងទៀតថាគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុប្រធានគណៈបកនិងជាប្រធានយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃដោយប្រើប្រាស់យន្តការទ្វេភាគីយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់និងនាំយកបញ្ហានេះដាក់ជូនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJលើសពីនេះទៀតឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់យុវជនគណៈបកទាំងអស់ទាំងក្នុងនិងក្រៅប្រទេសបន្តជឿជាក់និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនិងសូមកុំធ្វើសកម្មភាពដែលនាំឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខខណៈដែលយើងត្រូវរួបរวมសាមគ្គីគ្នាដើម្បីការពារជាតិនិងទឹកដីយើងទាំងអស់គ្នាជាពិសេសកុំជឿឬចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយមដែលតែងតែញុះញង់បណ្ដុះគំនិតហិង្សាដោយចេតនាក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិកម្ពុជា